អ្នកមត្ថរតនទយសៈខ្ញុំព្រះអង្គចាស់សូមលើកំបងអង្គជាលីនមស្ការឧទ្ទិសដៅចំពោះព្រះត្រៃរតន៍ដែលជារតនៈដ៏ឧត្តមលើសលោខ្ញុំប្រកាសណាសូមនមស្ការថ្វាយបង្គំចំពោះព្រះករុណាគ្រប់ព្រះអង្គទាំងអស់ដែលជាព្រះសង្ឃសាវករបស់ព្រះដ៏មានប្រភេទដោយសេចក្តីគោរពខ្ញុំបានសូមគោរពលោកយាយលោកតាញាតិញោមបងប្អូនជាពុទ្ធបរិស័ទទាំងអស់ដែលមានការសិក្សានៅព្រះអភិធម្មយ៉ាងណាខ្ញុំប្រកាសណាខ្ញុំបានសូមជ្រះថ្លាត្រេកអរអនុមោទនាដល់កុសលចេតនារបស់ព្រះករុណាព្រមទាំងញាតិញោមទាំងអស់គ្រប់ការទាំងពួងនៅកុសលចេតនានៅក្នុងថ្ងៃនេះការសម្ដែងការសិក្សារៀននៅព្រះអភិធម្មរបស់យើងនឹងក៏ចូលមកដល់អហេតុកៈចិត្តនៅក្នុងពួកកុសលវិបាកអញ្ចឹងណាឥឡូវមានសំណួរទាក់ទងនៅក្នុងមេរៀននឹងនៅជួបពីព្រះអភិធម្មស្មារតីតបណារិទ្ធសីលសានវរោសូមចម្រើនពរចំពោះលោកគ្រូមួយរូបដែលអង្គុយនៅចំពីមុខនោះមិនមែនជាបរិសុទ្ធស្ត្រីអាត្មាឆ្ងល់ណាស់រូបប្រុសមានលក្ខណៈទ្រង់ទ្រាយជាប្រុសរូបស្រីមានលក្ខណៈទ្រង់ទ្រាយរូបរាងជាស្រីត្រឹមត្រូវហេតុអ្វីក៏លោកសម្ដែងថារូបដែលប្រកបនៅខាងមុខនោះមិនមែនជារូបបរិសុទ្ធរូបស្ត្រីនេះគឺប្រគុណម្ចាស់ក៏បីបានជ្រាបអំពីការចែកនៅរូបបរមត្តណាចឹងណាពិតមែនតែទេវរូបស្រីមានដែលកើតអំពីកម្មជាបច្ច័យហើយទេវរូបប្រុសក៏មានដែរកើតអំពីកម្មជាបច្ច័យគឺមានតែកម្មឯងដែលអាចបង្កើតនៅទេវរូបស្រីប្រុសហើយមិនត្រឹមតែប៉ុណ្ណោះដូចជាចក្ខុប្រសាទសោតប្រសាទធានប្រសាទជីវហាប្រសាទកាយប្រសាទហតិយវត្ថុជីវិតរូបអីទាំងអស់គឺដាច់ខាតគឺត្រូវតែកើតអំពីកម្មតែម្យ៉ាងទេវរូបស្រីប្រុសអីនេះបើមិនមានកម្មជាបច្ច័យទេมันអាចកើតឡើងបានទេណាចា៎ណាចឹងរូបមនុស្សយើងមួយចំណែកគឺរូបដែលកើតអំពីកម្មហើយរូបមួយចំណែកខ្លះកើតអំពីចិត្តហើយរូបមួយចំណែកខ្លះទៀតកើតអំពីឧត្តតរូបខ្លះក៏កើតអំពីអាហារចឹងទៅប៉ុន្តែចំពោះការសិក្សានៅមេតិកាអំពីរូបនេះដូចជាវណ្ណៈរូបវណ្ណៈតែពណ៌សម្បុររូបហ្នឹងចា៎ណាវណ្ណៈរូបហ្នឹងគឺជាចំណែកនៃរូបមួយយ៉ាងនៅក្នុងបណ្ដារូបទាំងឡាយច្រើនព្រោះមនុស្សយើងម្នាក់មិនមែនមានរូបតែមួយទេចែកទៅផ្សេងដូចជាសម្លេងហ្នឹងរូបមួយផ្សេងទៀតទៅក្លិនហ្នឹងរូបមួយដែរប៉ុន្តែផ្សេងពីរូបពីសម្លេងពីវណ្ណៈពីសម្លេងទៅជាក្លិនរសក៏ជារូបដែរថប់ថាប់ពាក់មានក្តៅមានត្រជាក់មានរឹងមានទន់អីហ្នឹងគិតតែរូបប្រភេទផ្សេងណាចា៎ណាយ៉ាងចែកទៅជារូបច្រើនមនុស្សយើងម្នាក់មិនមែនរូបមួយទេបើនិយាយនៅក្នុងអភិធម្មណាបើយើងនិយាយសរុបជាខ្លួនយើងថាខ្លួនយើងមានរូបមួយម្នាក់ឯងចឹងទៅប៉ុន្តែបែងចែកទៅមានច្រើនជាចំណែកដូចជាភ្នែកហ្នឹងរូបមួយដែរចក្ខុប្រសាទហើយសោតប្រសាទនោះរូបមួយផ្សេងទៀតមានកិច្ចមាននទីខុសគ្នាចំពោះភ្នែកកិច្ចនទីប៉ះទុកនឹងវណ្ណៈរូបហើយតិចមានកិច្ចនទីប៉ះទុកនឹងសម្លេងផ្សេងគ្នារូបហ្នឹងត្រូវតែផ្សេងគ្នាធានប្រសាទរូបមួយផ្សេងទៀតជីវហាប្រសាទរូបមួយផ្សេងទៀតមានកិច្ចនទីប៉ះទុកអារម្មណ៍ផ្សេងគ្នាហើយកាយប្រសាទរូបផ្សេងទៀតទៅអញ្ចឹងណាដូច្នេះចំពោះរូបដែលប្រកាសឲ្យឃើញនេះការនឹកគិតដោយទ្រង់ទ្រាយសន្តានការកម្មយកនៅនិមិត្តនិងអនុញ្ញនៈរបស់រូបនិមិត្តហ្នឹងគឺគ្រឿងសម្គាល់ដូចជាអដ្ឋិនិមិត្តសម្គាល់ថាស្រីបរិក្ខនិមិត្តសម្គាល់ថាប្រុសអាហ្នឹងកម្មយកនៅនិមិត្តរបស់វណ្ណៈរូបហើយអនុញ្ញនៈហ្នឹងក៏សភាពល្អិតនៅក្នុងនិមិត្តហ្នឹងទៅទៀតសូម្បីតែថាអដ្ឋិនិមិត្តគ្រឿងសម្គាល់ថា
ស្រីអានឹងកម្មយកនិមិត្តទេណាដល់តែកម្មយកអនុចិត្តជាអ្នកឆែកមើលទៀតម្រាមដៃល្មិចកញ្ចក់នឹងល្មិចសក់នឹងល្មិចបបោម៉ាត់នឹងល្មិចជានឹងល្មិចច្រមុះនឹងល្មិចភ្នែកនឹងល្មិចចិញ្ចើមនឹងល្មិចមិនឆែកមើលមករឿងដែលសម្គាល់ថាស្រីហ្នឹងអានឹងហៅថាអនុជាអ្នកប្រុសហ្នឹងក៏ចឹងដែរឆែកមើលទៀតទៅពុកម៉ាត់អាម៉េចពុកចង្ការអាម៉េចខ្មិញអាម៉េចសក់អាម៉េចកំពួនដៃអាម៉េចកំពួនជើងអាម៉េចសភាពល្អិតហ្នឹងហៅថាអនុជាអ្នកហើយបើយើងកាន់យកគ្រឿងសម្គាល់ថារូបនឹងជាបរោះហៅថាបរិស័កនិមិត្តសម្គាល់ថាប្រុសអាហ្នឹងគឺជាការកាន់យកនៅនិមិត្តនិងអនុជាអ្នកណាចាណាបាទអញ្ចឹងនៅក្នុងសំណួររបស់គុណចាស់ដែលសាកសួរហ្នឹងគុណចាស់ហ្នឹងសួរថាឥឡូវរូបហ្នឹងវាមិនមែនប្រុសហ្មិចមិនមែនស្រីហ្មិចនៅមុខហ្នឹងអាត្មាវាឆ្ងល់អញ្ចឹងចឹងល្អចាណាបកណាសួរហ្នឹងព្រះអង្គតបនរិទ្ធប៉ុន្តែចេះគុណចាស់ជ្រាបបន្តទៅទៀតអំពីរឿងអត្ថ័យនិមិត្តបរិស័កនិមិត្តអញ្ចឹងទៅគុណចាស់ធ្លាប់មើលរូបថតណារូបថតមើលទៅឃើញរូបមនុស្សស្រីអញ្ចឹងគុណចាស់ពិនិត្យពិច័យបន្តិចទៅទៀតទៅស្រីឬក៏ត្រឹមតែរូបទេណានៅក្នុងរូបថតនឹងមានស្រីក្នុងនឹងទេឬត្រឹមតែវណ្ណៈរូបទេប៉ុន្តែគុណចាស់មើលទៅឃើញរូបនោះរូបមនុស្សស្រីដោយសារកម្មយកអត្ថ័យនិមិត្តហើយស្អីដែលកម្មយកអត្ថ័យនិមិត្តមិនមែនចក្ខុវិញ្ញាណទេមេណោវិញ្ញាណក្នុងមโนទ្វាបាត់ទៅហើយដែលកម្មយកនៅអត្ថ័យនិមិត្តហើយអនុជាញ្ញៈផ្សេងហ្នឹងគឺវាដល់មโนវិញ្ញាណបាត់ហើយតែចំពោះចក្ខុវិញ្ញាណអត់មែនឃើញរូបស្រីទេគឺត្រឹមតែវណ្ណៈរូបជានិមិត្តរបស់ដីទឹកភ្លើងខ្យល់ហ្នឹងដែលនិយាយថារូបហ្នឹងអញ្ចឹងណាចាណាឬចេះគុណចាស់ធ្លាប់ឃើញគេធ្វើតក្កតារូបកូនក្មេងទេឥឡូវថាក្មេងប្រុសអញ្ចឹងចុះគុណចាស់ធ្លាប់ឃើញណានេះគេធ្វើរូបក្មេងប្រុសតក្កតាណារូបដែលគេធ្វើពីជួរពីអីចឹងទៅប៉ុន្តែទោះតែមានប្រុសនៅក្នុងរូបហ្នឹងទេមានទេតាណាប្រុសណាអត់ទេអញ្ចឹងអាហ្នឹងឲ្យបានជ្រាបអញ្ចឹងចំពោះសភាវៈរូបហ្នឹងពិតមែនតែភាវរូបដែលជាអត្ថ័យភាវរូបបរិស័កភាវរូបប្រកាសភេទស្រីប្រកាសភេទប្រុសតែនឹងក៏ត្រឹមតែជារូបដែរមិនមែនជាមនុស្សសត្វបុគ្គលដែលជាមនុស្សប្រុសឬមនុស្សស្រីទេភាវរូបហ្នឹងទេណាគ្រាន់តែប្រកាសភេទស្រីប្រកាសភេទប្រុសតែនឹងគឺជាភាវរូបមនុស្សសត្វបុគ្គលអត់មានទេដូច្នេះមិនមែនបដិសេធទេរឿងភាវរូបស្រីមិនមែនបដិសេធទេភាវរូបប្រុសតែនៅក្នុងរឿងសតិប្បដ្ឋានដែលសម្ដែងថាមិនមានបរិសុទ្ធបុគ្គលស្ត្រីហ្នឹងគឺដោយសេចក្តីថាមនុស្សសត្វបុគ្គលមិនមានមនុស្សប្រុសមិនមានមនុស្សស្រីមិនមានតែភាវរូបស្រីប្រុសមានហើយភាវរូបស្រីប្រុសហ្នឹងជ្រួតជ្រាបសពតរពាង្គកាយទាំងអស់ជ្រួតជ្រាបអញ្ចឹងបានជាអាចកម្មយកនៅនិមិត្តរបស់វណ្ណរូបហ្នឹងថាជាស្រីឬថាជាប្រុសទៅបានប៉ុន្តែចំពោះរូបដែលជាអារម្មណ៍ហ្នឹងមិនមែនជាភាវរូបស្រីឬភាវរូបប្រុសទេគឺគ្រាន់តែជារូបដែលប្រកបឡើងជាអារម្មណ៍នៃចក្ខុវិញ្ញាណជានិមិត្តរបស់ដីទឹកភ្លើងខ្យល់អត្ថ័យភាវរូបបរិស័កភាវរូបគឺជាសក្ខុមរូបរូបល្អិតណាទេណាមិនមែនជារូបក្រោតក្រៀតដែលជាអារម្មណ៍តាមផ្លូវភ្នែកត្រចៀកច្រមុះអនាតកាយទេហ្នឹងគុណចាស់ជ្រាបអញ្ចឹងហើយចាណាសំឡេងក៏អញ្ចឹងត្រឹមតែជាសំឡេងជាអារម្មណ៍របស់សោតវិញ្ញាណអត់មានសម្លេងហ្នឹងជាស្រីអត់មានសម្លេងហ្នឹងជាប្រុសទេឯការដែលចាប់យកនៅនិមិត្តគេណាអត្ថ័យនិមិត្តសម្លេងមនុស្សស្រីអាហ្នឹងគឺមโนវិញ្ញាណបាត់ទៅហើយអត់មានសោតវិញ្ញាណទេសោតវិញ្ញាណគឺដឹងត្រឹមតែសម្លេងប៉ុណ្ណោះអញ្ចឹងណាទេណាឬថាសម្លេងបរោះអាហ្នឹងគឺកាន់យកនៅនិមិត្តបាត់ទៅហើយមโนវិញ្ញាណកើតឡើងមានបញ្ញត្តិជាអារម្មណ៍គឺជាសភាវៈពិតមួយផ្សេងអំពីសោតវិញ្ញាណមិនមែនហាមមិនឲ្យយើងដឹងបរោះស្ត្រីទេមិនមែនហាមទេណាមិនមែនហាមមិនឲ្យដឹងទេលោកទូត្រង់វណ្ណរូបគ្រាន់តែជាពួរបណ្ដោះហេតុអ្វីបានជាវិខុបាក់រូបនោះត្រូវអាបត្តិសង្កត់ដែរនៅក្នុងវិន័យមិនមែនជារឿងបរមត្ថធម៌ទេណាទេណានៅក្នុងរឿងវិន័យមានការប្រព្រឹត្តទៅជាបុគ្គលបញ្ញត្តិមេត្តក្រៀមគឺស្រីគឺមនុស្សស្រី
អាហ្នឹងរឿងក្នុងវិន័យអញ្ចឹងណាណាបានថាក្នុងការដែលយើងប្រតិបត្តិវិន័យក៏ត្រូវតែមានការអប់រំបញ្ញាសិក្សានៅក្នុងអភិធម្មផងតែប្រគុណម្ចាស់លេងអភិធម្មតែម្ដងហ្នឹងទ្រុសសិលតិចមាននៅទេវិខហ្នឹងណាមានស្រីឯណាខត់ថាប់ពាក់ណាអញ្ចឹងទៅប្រាជិតបាត់អញ្ចឹងដូច្នេះរឿងវិន័យគឺវិន័យប្រសូតគឺប្រសូតអភិធម្មគឺអភិធម្មចែកគ្នាច្បាស់លាស់អញ្ចឹងប៉ុន្តែឲ្យមានការប្រព្រឹត្តទៅស្របគ្នាក្នុងការដែលសិក្សាលក្ខណៈពិតនៃសភាវៈធម៌ឧទាហរណ៍នៅក្នុងរឿងបញ្ញខណ្ឌអញ្ចឹងព្រះអង្គសិក្សាទៅបញ្ញខណ្ឌជាទោសយ៉ាងណាយ៉ាងណាអាហ្នឹងគឺសកម្មការសិក្សាដើម្បីលះបង់នៅទិដ្ឋិមានអ្នកហើយដល់ទៅថាគ្មានម៉ែគ្មានអីទេបញ្ញខណ្ឌទេអាហ្នឹងស្រេចបាត់ហើយអាហ្នឹងជ្រាបហើយអញ្ចឹងទេណាទី2តើគួរចម្រើនសតិប្បដ្ឋានយ៉ាងម៉េចទៅបានដឹងថាចិត្តកើតរលត់ឬចិត្តតំណនៅក្នុងការអប់រំសតិប្បដ្ឋានវិបស្សនាគឺជាការសិក្សារឿយៗនៅបរមត្ថធម៌ពីព្រោះកុសលថ្នាក់សតិប្បដ្ឋាននេះមានការរលឹកចំពោះរបស់ពិតតែប៉ុណ្ណោះអញ្ចឹងទេណាអត់មានជាការរលឹកដឹងទៅលើឈ្មោះទៅលើបញ្ញត្តិផ្សេងទេណាដូច្នេះទៅស្តិប្បដ្ឋាននេះឯងមានកម្លាំងច្រើនឡើងច្បាស់ឡើងនៅក្នុងបរមត្ថធម៌ដែលជារបស់ពិតទោះបីកំពុងគិតក្នុងរឿងអ្វីក៏ដោយមិនមែនហាមមិនឲ្យគិតទេប៉ុន្តែសតិរលឹកបាននៅរបស់ពិតក្នុងពេលគិតនោះស្អីដែលជារបស់ពិតនៅពេលគិតហ្នឹងគឺការគិតនឹងឯងជាបរមត្ថធម៌ជាសភាវៈពិតឯរឿងដែលគិតនោះមិនមែនជាសភាវៈពិតទេគ្រាន់តែជារឿងជាអារម្មណ៍បញ្ញត្តិនៃការគិតដូច្នេះមានតែគំនិតទេដែលជាសភាវៈពិតពេលនោះសតិរលឹកបានសិក្សាសង្កេតពិនិត្យទៅលើសភាវៈពិតនឹងរឿយទៅការគិតហ្នឹងក៏មិនបានស្ថិតនៅដែរវាមានការប្រែប្រួលកើតទៅជាសភាវៈដទៃសម្បីការគិតហ្នឹងជួនក៏ប្រព្រឹត្តទៅដោយកុសលធម៌ជួនក៏វាផ្លាស់មកជាទោសៈជាសេចក្តីក្រោធខ្វះមេត្តាអញ្ចឹងទៅវិញទៅការសិក្សាបរមត្ថធម៌រឿយទៅឃើញតំណនៃសង្ខារធម៌នឹងឯងអំពីសភាវៈមួយទៅសភាវៈមួយតែមិនមែនជាតំណនៃខណៈចិត្តមួយទៅខណៈចិត្តមួយដែលយើងអាចដើម្បីឃើញបានដោយស្តិប្បដ្ឋានវិបស្សនានោះទេការដែលយើងរៀនខណៈចិត្តនៃមេត្តាអភិធម្មគឺជាជំនួយឧបការៈក្នុងការដែលយើងត្រូវជ្រាបថាការដឹងនៅក្នុងអារម្មណ៍ណាដូចជាចក្ខុទ្វេរវិថីចិត្តអីអញ្ចឹងវាមានខណៈចិត្តបន្តគ្នាក្នុងការដឹងនៅអារម្មណ៍ហ្នឹងយើងរៀនហ្នឹងយើងចេះតាមមេត្តាអភិធម្មតែដល់ទៅសតិរលឹកបានក្នុងចក្ខុទ្វេរវិថីចិត្តគឺចិត្តដែលប្រព្រឹត្តទៅតាមទ្វេភ្នែកដែលក្នុងការដែលមានរូបជាអារម្មណ៍ហ្នឹងក៏ដឹងថាជានាមធម៌ម្យ៉ាងប៉ុណ្ណោះមិនមែនជាទូខ្លួនយើងក្នុងគណៈឃើញរូបនោះក្នុងគណៈដែលដឹងរូបនោះនឹងរួចទៅគេតមកជាសោតទ្វេរវិថីចិត្តក៏ឃើញថាចិត្តដែលប្រព្រឹត្តទៅក្នុងការដឹងរូបនោះវារលត់បាត់ទៅហើយទៅវាកើតទៅជាចិត្តលឺសម្លេងនឹងក្រោយហើយវាផ្លាស់ប្ដូរគ្នាវាអាចកើតទៅជាចិត្តឃើញតទៅទៀតក៏បានដែរតែមិនមែនចិត្តឃើញមុនទេរបស់ដែលកន្លងទៅហើយមិនដែលត្រឡប់កើតវិញអញ្ចឹងហើយដូចជាលោកភៈអីអញ្ចឹងក៏វាមានការតគ្នាក្នុងការរលត់ទៅកើតមកទៀតរលត់ទៅកើតមកទៀតនៅពេលដែលមានលោកភៈចាប់ជំពាក់ក្នុងរបស់អ្វីមួយសន្ទុះនោះនៅពេលដែលសតិរលឹកលោកភៈនោះបានលោកភៈហ្នឹងក៏រលត់បាត់ទៅទាំងសតិដែលជាតួរលឹកហ្នឹងក៏រលត់ទៅដែរអត់មានស្ថិតនៅជាសត្វជាបុគ្គលណាក្នុងការចម្រើនសតិប្បដ្ឋានវិបស្សនាទេប៉ុន្តែលោកភៈនោះប្រកបឡើងទៀតសតិក៏រលឹកបានទៀតព្រោះឧបនិស្សយបច្ច័យនៃសតិប្បដ្ឋានសតិរលឹកបាននៅលោកភៈដែលកើតក្រោយទៀតលោកភៈនោះរលត់ទៅទៀតសតិរលឹកនោះក៏រលត់ទៅទៀតអត់មានអ្នកនៅដើម្បីថាជាសត្វជាបុគ្គលអ្នកប្រតិបត្តិធម៌ទេតែគួរប្រតិបត្តិការចម្រើនធម៌គឺការចម្រើនសតិការចម្រើនបញ្ញាបានស្ដីថាសតិហ្នឹងជាឧបនិស្ស័យរបស់សតិហ្នឹងចម្រើនដោយសារសតិកើតហើយជាឧបនិស្ស័យនៃសតិមួយទៀតបញ្ញាកើតហើយរលត់ទៅជាឧបនិស្ស័យនៃបញ្ញាមួយទៀតដូច្នេះក្នុងការដែលឃើញការកើតការរលត់ហើយសភាពនៃការតគ្នារបស់ចិត្តគឺជាវិបស្សនាញាណដូច្នេះប្រគុណម្ចាស់សួរថាតើការចម្រើនសតិប្បដ្ឋាននឹងយ៉ាងម៉េច
គឺប្រគុណម្ចាស់ដែលធ្លាប់ស្ដាប់ពីមុននឹងមកយ៉ាងណាការស្ដាប់ឥឡូវហ្នឹងក៏ប្រព្រឹត្តទៅដើម្បីចម្រើនស្តេចប្រធាននឹងឯងអញ្ចឹងសូមឲ្យប្រគុណម្ចាស់ហ្នឹងជាយាមស្ដាប់ហ្នឹងរឿយជាបន្តទៅទៀតពេលណាដែលបានយល់ច្បាស់អំពីអារម្មណ៍របស់សតិនៅក្នុងជីវិតប្រអីប្រចាំថ្ងៃហ្នឹងនឹងគួរដល់ការសង្កេតការពិនិត្យនិងការរលឹកបានអាហ្នឹងគឺមានស្តេចឋានបប្រតិបត្តិហើយគ្រាន់តែថាតួប្រគុណម្ចាស់ហ្នឹងវាអត់មានទេមានតែការស្រាលទៅស្បើយទៅវានៅតែសភាវៈធម៌ពិតសំបីអារម្មណ៍របស់សតិក៏មិនមែនប្រគុណម្ចាស់តែជារូបធម៌ជានាមធម៌ប៉ុណ្ណោះសំបីតួសតិរលឹកក៏មិនមែនប្រគុណម្ចាស់ដែរនេះទៅជាការប្រតិបត្តិធម៌សំគួរតាមធម៌ប្រព្រឹត្តទៅដើម្បីលះសេចក្តីប្រកាន់នាមរូបថាជាតួខ្លួនមែនចឹង3នៅពេលកំពុងអានសៀវភៅឬទទួលភ្ញៀវខណៈនោះបើចិត្តគិតថាទៅចម្រើនសតិប្បដ្ឋានខុសបើដូច្នោះខុសទៅហើយតើចម្រើនសតិប្បដ្ឋានដោយរបៀបណាទៅវិញនេះគឺការចម្រើនសតិប្បដ្ឋានគឺមិនមែនមានអ្នកធ្វើសតិទេទេណាមិនមែនមានតួខ្លួនយើងជាអ្នកធ្វើសតិទេពាក្យថាចម្រើនសតិប្បដ្ឋានគឺសតិនឹងចម្រើនទល់គ្នានៃសភាវៈធម៌ជាប្រកបដីដែលកើតទៅតាមហេតុតាមបច្ច័យនៃសភាវៈធម៌ឬនេះយើងត្រូវស្ដាប់ផ្ដើមឲ្យយល់តាំងពីដើមអញ្ចឹងទៅវាមិនមែនជារឿងមានខ្លួនយើងទៅធ្វើសតិទេពាក្យថាចម្រើនសតិប្បដ្ឋានអ្វីដែលជាសតិប្បដ្ឋានគឺអារម្មណ៍របស់សតិក៏ឈ្មោះថាសតិប្បដ្ឋានដូចជាពួកកាយពួកវេទនាពួកចិត្តពួកធម៌ឬក៏ចិត្តឃើញចិត្តឮចិត្តធំក្លិនឬចិត្តនឹកគិតឬលោភៈឬទោសៈឬចេតនាកុសលឬសុខឬទុក្ខនេះជាសតិប្បដ្ឋានដោយសេចក្តីថាជាអារម្មណ៍នៃសតិមួយទៀតសតិប្បដ្ឋានគឺជាតួសតិដែលរលឹកដឹងអារម្មណ៍ជាបរមត្ថដូច្នេះក្នុងការចម្រើនសតិប្បដ្ឋានគឺចម្រើនសតិចេតសិកហ្នឹងចម្រើនឡើងគឺកើតឡើងដោយអំណាចឧបនិស្សយបច្ច័យនៃសតិនឹងចឹងណាចាណាដូចជានៅក្នុងពេលនេះគុណម្ចាស់ស្ដាប់នៅពេលស្ដាប់នឹងមានឮទេហើយមានតែខំប្រឹងដឹងថាឮនឹងមិនមែនជាសត្វបកុលតួខ្លួនអត់មានខំប្រឹងដឹងចឹងទេតែចិត្តឮនឹងប្រកបលក្ខណៈជានាមធម៌នៅក្នុងពេលដែលប្រកបលក្ខណៈជានាមធម៌ហ្នឹងគឺសតិនឹងមានកម្លាំងគ្រាន់ហើយតែប៉ុន្តែមុននឹងប្រកបលក្ខណៈជានាមធម៌នៅពេលកំពុងឮហ្នឹងណាទេណាក៏តែឧស្សាហ៍ស្ដាប់ឧស្សាហ៍សង្កេតពិនិត្យសិក្សារឿយតាមឧបនិស្ស័យនៃបញ្ញាមកដល់អញ្ចឹងទៅយូរទៅនៅពេលឮជាធម្មតាតែចិត្តឮក៏ប្រកបលក្ខណៈឡើងជាបរមត្ថធម៌នៅពេលហ្នឹងបាត់ទូខ្លួនពីក្នុងឮហ្នឹងហើយនឹងឈ្មោះថាមានសតិរលឹកបានហើយអត់មានខំប្រឹងឲ្យសតិរលឹកទេណាទេណាអត់មានខំប្រឹងទេឬក៏ដល់ពេលដែលប្រគុណម្ចាស់កំពុងស្ដាប់នឹងខំគិតយកនៃយកសេចក្តីហើយតើប្រគុណម្ចាស់ជាអ្នកគិតឬក៏ត្រឹមជានាមធម៌ដែលកើតឡើងនៅពេលនឹងឯងការនឹកគិតនឹងប្រកបជាបរមត្ថពេលនឹងមានសតិតែប្រកបជាបរមត្ថនឹងគឺតើតែមានសតិណាទេណាតាមពិតជាបរមត្ថស្រេចទៅហើយប៉ុន្តែដែលមិនទាន់ប្រកបជាបរមត្ថព្រោះខ្លួនអ្នកកំពុងគិតអានឹងអត់ទាន់ប្រកបជាបរមត្ថទេហើយនៅពេលដែលការគិតនឹងប្រកបជាបរមត្ថធម៌គឺអត់មានខ្លួនអ្នកគិតទេគឺនាមធម៌ម្យ៉ាងប៉ុណ្ណោះពេលហ្នឹងគឺបាត់ខ្លួនពីការគិតព្រោះមានសតិរលឹកពេលហ្នឹងឯងវិបស្សនាណាទេណាមានកម្លាំងបន្តិចម្ដងប៉ុន្តែអត់ទាន់ដល់វិបស្សនាញាណក្នុងការចែករូបធម៌នាមធម៌ទេនឹងទៅតាមកម្រិតនៃបញ្ញាឧបនិស្ស័យចាស់ខ្លាឬក៏ទន់ខ្សោយអីយ៉ាងម៉េចអានឹងវាទៅតាមរឿងប៉ុន្តែផ្ដើមដោយការយល់ចូលចិត្តក្នុងកិច្ចប្រតិបត្តិកថាវិបស្សនាគុណម្ចាស់មានភ្នែកមើលឃើញរូបមិនលំបាកយ៉ាងណាក្នុងការដែលមានភ្នែកល្អមានកម្លាំងបើកឡើងអញ្ចឹងណាអត់មានលំបាកក្នុងការឃើញរូបយ៉ាងណាមិញការប្រតិបត្តិសតិប្បដ្ឋានសតិអត់មានលំបាកក្នុងការឃើញរូបធម៌និងនាមធម៌ដូចគ្នាអត់មានថាយើងលក់ដូរអីវ៉ាន់ដើម្បីថានឹងយកអីវ៉ាន់ឲ្យគេចាប់ទាញអីវ៉ាន់មកឈប់សិនគិតឲ្យសតិរលឹកសិនគិតថាម៉េចគិតថាប៉ះនឹងរឹងអានឹងវាមិនមែនរឿងសតិទេវាជាការគិតទេណាដូច្នេះក្នុងការអប់រំចម្រើនសតិគឺសតិចម្រើនដោយការសង្កេតដោយការពិនិត្យទៅលើសភាវៈពិតគ្រប់កិច្ចការងារដែលកំពុងធ្វើយូរទៅបរមត្ថធម៌នឹងប្រកបច្បាស់ឡើងបន្តិចម្ដងគឺបរមត្ថធម៌នឹងវាប្រកបនៅកិច្ចការងារជាធម្មតានឹងយ៉ាងណាតែថាអាស្រ័យការសិក្សាការសង្កេតការពិនិត្យការពិចារណារឿយទៅរូបធម៌ក៏ប្រកបឡើងច្បាស់ឡើងនាមធម៌ក៏ប្រកបឡើងច្បាស់ឡើងនឹងជា
ជាការចម្រើនសតិប្បដ្ឋានគុណចាស់ដែលសួរថានៅពេលកំពុងអានពិភៅឬទទួលភ្ញៀវខណៈនោះបើចិត្តគិតថាទៅចម្រើនសតិប្បដ្ឋានខុសបើដូច្នេះខុសទៅហើយតើចម្រើនសតិប្បដ្ឋានរបៀបណាទៅមិនបានជាចាំបាច់ថាគិតថាទៅចម្រើនសតិប្បដ្ឋានព្រោះនៅពេលដែលទទួលភ្ញៀវនោះមានរូបធម៌ទេមាននាមធម៌ទេនៅពេលដែលអានពិភៅនោះមានរូបធម៌ទេមាននាមធម៌ទេហើយដែលគិតទៅចម្រើនសតិប្បដ្ឋានតើទៅដឹងអីហើយប្រគុណម្ចាស់យល់ថាតើសតិនឹងមានលក្ខណៈយ៉ាងណាសតិគឺជាការសិក្សានៅបរមត្ថធម៌គឺជាការរលឹកបរមត្ថធម៌គឺជាសភាវៈពិតយ៉ាងប្រកដីនៃជីវិតនឹងឯងប្រកដីនៃជីវិតហ្នឹងទេណាគឺជាធម៌ដែលត្រូវចម្រើនមិនមែនចម្រើនសភាវៈពិតទេគឺចម្រើនស្មារតីគឺចម្រើនវិជ្ជាដឹងសេចក្តីពិតនៃបរមត្ថធម៌ហ្នឹងយ៉ាងណាទើបអាចលះអវិជ្ជាបានមកអំពីអីដែលយើងគិតដើម្បីទៅធ្វើសតិប្បដ្ឋានថាមកអំពីនៅពេលដែលយើងកំពុងអានពិភៅហ្នឹងយើងសម្គាល់ថាខ្លួនយើងអានបាត់ទៅហើយបានយើងគិតទៅធ្វើអីទៀតដើម្បីឲ្យខ្លួនយើងអ្នកបានតែបើនៅពេលកំពុងអានហ្នឹងវាអត់មានខ្លួនយើងជាអ្នកអានទេតែយើងទៅធ្វើអីដើម្បីឲ្យខ្លួនយើងបានទេនៅពេលទទួលភ្ញៀវហ្នឹងបើរូបធម៌និងនាមធម៌ប្រកបឡើងវាអត់មានទូខ្លួនយើងជាអ្នកទទួលភ្ញៀវទេមានចាំបាច់ទៅធ្វើអីដើម្បីឲ្យខ្លួនយើងបានទេដូច្នេះពិតមែនតែលំបាកក៏ដោយក្នុងការសង្កេតពិនិត្យនៅពេលអានពិភៅហ្នឹងឲ្យឃើញថាមិនមែនខ្លួននៅពេលទទួលភ្ញៀវហ្នឹងឲ្យឃើញថាមិនមែនខ្លួនត្រឹមតែជារូបធម៌ឬនាមធម៌ពិតមែនតែការងារដើម្បីសង្កេតពិនិត្យរលឹកសិក្សាហ្នឹងលំបាកយ៉ាងណាក៏ដោយតែក៏ប្រសើរជាងការដែលយើងទៅរកផ្លូវខុសដែលមិនអាចដើម្បីលះសកាយៈទិដ្ឋិហ្នឹងបានដូច្នេះសេចក្តីព្យាយាមហ្នឹងទៅមានក្នុងការប្រព្រឹត្តទៅដោយការចម្រើនសតិប្បដ្ឋានហ្នឹងជាសមត្ថភាពចឹងទេណាមិនមែនជារឿងដែលទូខ្លួនយើងអ្នកឲ្យសតិរលឹកទេតែសម្មាវាយាមៈប្រព្រឹត្តទៅជាសមត្ថភាពមានការសិក្សាមានការពិចារណាសង្កេតពិនិត្យទៅលើបរមត្ថធម៌កំពុងអានពិភៅហ្នឹងចឹងទៅគឺដោយអាស្រ័យសេចក្តីព្យាយាមហ្នឹងញ៉ាំងសតិឲ្យរលឹកនៅចិត្តឃើញក្នុងខណៈនោះមិនមែនជារឿងយើងរួននឹកទេណាទេណាឬស្ទើរថាមិនមែនរឿងគិតមិនមែនរឿងនឹកឲ្យសតិកើតទេមើលជាធម្មតាតែអាស្រ័យឧបនិស្ស័យនៃការស្ដាប់ប្រពោយល់ចូលចិត្តនៅពេលមើលហ្នឹងនៅពេលមើលហ្នឹងគឺចិត្តឃើញហ្នឹងក៏ប្រកបលក្ខណៈជាបរមត្ថធម៌ឡើងសូម្បីនៅពេលឃើញនឹងឯងមើលសិភៅហ្នឹងមិនមែនត្រឹមតែឃើញទេក៏មានការគិតផងដែរប៉ុន្តែដែលវាមិនប្រកបជាបរមត្ថព្រោះមិនធ្លាប់សង្កេតមិនធ្លាប់រលឹកមិនធ្លាប់សិក្សាដល់អញ្ចឹងប្រកដីនៃជីវិតគ្រប់ពេលវេលាគឺទូខ្លួនទាំងអស់ទៅគិតទៅធ្វើយ៉ាងដតីក្រៅអំពីការរលឹកការសិក្សារូបធម៌និងនាមធម៌នៅពេលហ្នឹងអញ្ចឹងឲ្យដូចជាប្រគុណម្ចាស់ញាតិញោមបងប្អូនទាំងអស់ដែលកំពុងនៅស្ដាប់ធម៌ហ្នឹងវាមិនមែនជារឿងដែលយើងខំប្រឹងស្ដាប់ឲ្យយល់ដើម្បីយើងទៅធ្វើធម៌យ៉ាងម៉េចដតីទៀតទេតែពេលនេះកាលណាបើស្ដាប់យល់ចូលចិត្តរូបធម៌និងនាមធម៌ប្រកបនៅពេលស្ដាប់ហ្នឹងប្រគុណម្ចាស់អត់មានទេក្នុងបរមត្ថធម៌កំពុងស្ដាប់ហ្នឹងញាតិញោមអត់មានទេកាលណាបើគុណម្ចាស់ញាតិញោមមានបញ្ញាមួយញៀនមួយឃើញច្បាស់ថារូបធម៌នាមធម៌នៅពេលស្ដាប់ហ្នឹងអត់មានប្រគុណម្ចាស់ញាតិញោមទេពេលហ្នឹងគំនិតដែលគិតទៅធ្វើអីដតីផ្សេងទៀតអត់មានទេមានតែការស្គងឡើងនៅឆន្ទៈក្នុងការរលឹកសិក្សារូបធម៌និងនាមធម៌យ៉ាងសាមញ្ញធម្មតាក្នុងជីវិតរស់នៅក្នុងភាពជាពុទ្ធបរិស័ទធ្វើទានធម្មតារក្សាសិលធម្មតាអភិចាយណៈគ្រប់មេត្តាបិតាធម្មតាទទួលភ្ញៀវបដិសន្ធារៈធម្មតាមើលជាធ្វើធัวស្ដាប់ធัวយ៉ាងណាធម្មតាតែថាការសិក្សាការសង្កេតពិនិត្យប្រកបដីធម្មតាចំពោះរូបធម៌និងនាមធម៌នឹងយ៉ាងណាគឺជាការសិក្សាបរមត្ថធម៌ចឹងទេណាប្រកបដីធម្មតាចូលចិត្តជាស្រ័យយ៉ាងណាស្ងប់ស្ងាត់អីយ៉ាងម៉េចគឺជារឿងធម្មតាកុំគ្រាន់តែថាត្រូវតែធ្វើយ៉ាងនេះដើម្បីចម្រើនសតិប្បដ្ឋានអត់ទេបើថាប្រកបដីធម្មតានេះចិត្តស្ងប់ឆ្លប់អប់រំសមថកម្មដ្ឋានមកយ៉ាងណាជារឿងអធិស្ឋានធម្មតាកុំតែថាតើតែធ្វើចិត្តឲ្យស្ងប់សិនសូមយើងចម្រើនវិបស្សនាអានឹងឯងដែលថាខុសប្រកបដីធម្មតានៃជីវិតចឹងដូច្នេះប្រកបដីធម្មតាទាំងអស់គ្មានស្អីដែលយើងធ្វើឲ្យកើតឡើងទេសូម្បីចិត្តស្ងប់តែយើងថាទៅធ្វើចិត្តស្ងប់នឹងរឿងអីដែលត្រូវយល់ថាយើងអ្នកធ្វើសង្ខារធម៌ចុះចិត្តដែលមិនស្ងប់នោះយើងធ្វើដែរឬទេដូចជាចិត្តដែលប្រព្រឹត្តទៅដោយកាមវិតកៈយើងនេះអ្នកត្រេះរិះប្រព្រឹត្តទៅក្នុងលោភៈហ្នឹងដូច្នេះរឿងសតិប្បដ្ឋាន
អារម្មណ៍របស់សតិទីតាំងនៃសតិរលឹកព្រះសម្មាសម្ពុទ្ធសម្ដែងទាំងអស់ឲ្យទៅជាសភាវៈពិតសំបីការគិតជាអកុសលក៏គួរមានសតិរលឹកឃើញថាជានាមធម៌មួយយ៉ាងតែប៉ុណ្ណោះហើយឃើញច្បាស់ថាជាអនត្តាព្រោះសេចក្តីត្រូវការប្រាថ្នារបស់យើងប្រព្រឹត្តទៅក្នុងរឿងកុសលធម៌យ៉ាងណាតែដល់ទៅអកុសលធម៌វាកើតឡើងជាការសម្ដែងឲ្យឃើញថាធម៌ទាំងឡាយជាអនត្តាវាមានយើងត្រូវការអកុសលនឹងឯណាប៉ុន្តែអកុសលកើតឡើងដោយមិនអាចហាមឃាត់បានជាឱកាសនៃការមានសតិរលឹករឿងសំខាន់ណាស់ទេណាក្នុងការអប់រំចម្រើនសិក្ខាវិបស្សនានេះគឺមានជីវិតរស់នៅយ៉ាងសាមញ្ញធម្មតាតែសង្កេតពិនិត្យរលឹកសិក្សារឿយតើតែរូបធម៌នេះមធម៌នឹងប្រកបច្បាស់ឡើងក្នុងជីវិតយ៉ាងសាមញ្ញនឹងឯងនឹងទៅអាចប្រព្រឹត្តទៅដើម្បីប្រតិបត្តិនៅសម្មាបដិបត្តិក្នុងការសិក្សារូបធម៌និងនាមធម៌ណាទេណាអកុសលកើតឡើងជាលោភៈអកុសលកើតឡើងជាទោសៈអកុសលកើតឡើងជាទិដ្ឋិមានៈជាសេចក្តីចំណែនជាសេចក្តីកំណាញ់ការខឹងក្រោធការចងគំនុំគុណចាស់ញាតិញោមអាចរង្គៀសចំពោះអកុសលនឹងហើយទៅប្រឹងទៅបដិបត្តិធម៌ប៉ុន្តែបានជាមិនរង្គៀសចំពោះអវិជ្ជាដែលមិនដឹងអកុសលនោះតាមសេចក្តីពិតនៅពេលលោភៈកើតឡើងរង្គៀសតែជាមួយលោភៈតែត្រង់អវិជ្ជាដែលមិនដឹងថាលោភៈគឺជាលោភៈនោះអត់រង្គៀសទេតាមពិតដែលគួររង្គៀសជាងលោភៈនោះទៅទៀតគឺការមិនដឹងលោភៈដែលជាបរមត្ថធម៌ម្យ៉ាងនោះលោភៈគឺលោភៈមិនមែនអ្នកអប់រំចម្រើនសតិដ្ឋានវិបស្សនាមិនមានលោភៈទេប៉ុន្តែហេតុអីក៏មិនដឹងលោភៈនឹងតាមសេចក្តីពិតទៅចូលចិត្តថាខ្លួនអ្នកមានលោភៈទៅវិញលោភៈនឹងជាទូខ្លួនអ្នកប្រាថ្នាខ្លួនអ្នកត្រូវការទៅវិញហ្នឹងមកពីអីមកពីអវិជ្ជាណាចឹងណានៅពេលហ្នឹងមិនមែនមានតែលោភៈទេមានអវិជ្ជាផងមិនមែនអវិជ្ជាដែលសម្បយុទ្ធប្រកបជាមួយលោភៈហ្នឹងទេជាមួយលោភៈដឹងហើយវាមានមោហៈអវិជ្ជាប្រកបទៅវាមានលោភៈប៉ុន្តែវាមានអវិជ្ជាផ្សេងពីខណៈនៃលោភៈហ្នឹងទៀតគឺការមិនដឹងលោភៈហ្នឹងដែលជាបរមត្ថធម៌ទៅប្រកាន់ថាជាយើងថាជារបស់យើងដូច្នេះដែលត្រូវកំចាត់ហ្នឹងគឺកំចាត់ការមិនដឹងលោភៈហ្នឹងឯងតាមសេចក្តីពិតគឺសិក្សាសង្កេតពិនិត្យលក្ខណៈនៃលោភៈរឿយៗដែលកើតឡើងដូចជាប្រគុណម្ចាស់ក្នុងការដែលអានជាភៅអញ្ចឹងវាអាចកើតលោភៈបានណាទេណាហើយសតិមិនក៏ប្រគុណម្ចាស់ថាកើតអត់បានបើលោភៈមិនក៏ចេះកើតបាននៅពេលអានជាភៅហ្នឹងព្រោះទៅដោយលោភៈដែរក្នុងឋានៈដែលអានហ្នឹងទៅយល់ចូលចិត្តកើតលោភៈនឹងខ្លួនឯងជាអ្នកយល់ឬក៏ថាអានទៅអត់យល់កើតបដិខៈស្នាក់កើតការមិនសប្បាយចិត្តមិនក៏ជាកិលេសកើតបានមិនមែនមករឿងអានសិភៅនឹងសិតតែកុសលធម៌ក្នុងការអានសិភៅនឹងទេវាមានអកុសលផ្សេងកើតឡើងមានការរវើរវាយអានពីកាលមកឃ្លាទៅអូមិនដឹងថាម៉េចទេត្រឡប់មកអានពីដើមទៅវិញស្អីហ្នឹងមោហៈប្រទៅជាមួយគ្នានឹងអុទ្ធិចៈមិនក៏អកុសលចេះកើតបានត្រង់ដោយសតិបែរជាយើងទៅធ្វើក្នុងទីដតីទៅវិញនៅក្នុងពេលហ្នឹងអកុសលកើតឡើងក្នុងពេលហ្នឹងវាមានអារម្មណ៍របស់វាដែរវាមានរូបជាអារម្មណ៍ចឹងទៅឬក៏វាមានចិត្តឃើញនឹងជាអារម្មណ៍ឬក៏វាមានសភាវៈណាជាអារម្មណ៍នៅក្នុងពេលនោះវាអាចកើតឡើងបានហើយមិនចំពោះតែនៅពេលអានជាភៅហ្នឹងមានរូបហ្នឹងជាអារម្មណ៍ឯណាជួនកាលវាឮសំឡេងផ្សេងមកទៀតដែរតាចិត្តឮហ្នឹងក៏មានជួនកាលវាមានធំក្លិនការធំក្លិនហ្នឹងក៏មាន